Đầm lấy mi on trạ triệt bàn lệ cho nợ bật ngay bột ní. Cần trầm bật ngay bột tí bay khai mi thu nà ní. Đầm lấy hàng chơi mi on trạ triệt bàn cho mọc đó đầm lấy pram pon bay rồi $80 khăn mi đầm lắng. Rus mà nâng buôn rồi $62 khăn mi ống. Đường xa đầm lấy play lang thay kroi tu ca vi prahat mây nơ mới chấm bột bìa. Số mới chết tha tần này Amric để tranh say cả bị dục mấy ban mong hành tha cả bậc ca nghi nơ Amric ban can lang khăn khai mê xá. Đào cùng mất pu bom phốt khăn địa pe chất pi năm. នៅក្នុងភូមិសាស្ត្រនយោបាយអ៊ីរ៉ង់បានបើកការវាយប្រហារទៅលើប្រទេសគុយវ៉េតនិងបារ៉ែនដោយប្រើប្រាស់មីស៊ីននិងចំណោះគ្មានមនុស្សបើកជាច្រើនគ្រឿងប៉ុន្តែការវាយប្រហារនេះមិនបានត្រូវលើគោលដៅណាមួយដែលបានកំណត់នោះទេបន្ទាប់ពីប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់ទាន់ពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ាក្រូរ៉ូប៊ីអូបាននិយាយថាអាមេរិកបានផ្ដល់ការបន្ធូរបន្ថយទណ្ឌកម្មដល់អ៊ីរ៉ង់ជាធ្នូនឹងការបើកច្រកសម្រុះមូសនោះទេដោយបន្ថែមថាការបន្ធូរបន្ថយទណ្ឌកម្មអាចនឹងកើតមានប្រសិនបើអ៊ីរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននៅក្នុងទីផ្សារប្រេងអន្តរជាតិប្រេងឆៅប្រេនបានឡើងដល់$97ក្នុង1បារ៉ែលខណៈប្រេងអាមេរិក WTI បានឡើងដល់$95ក្នុង1បារ៉ែលនៅក្នុងធនាគារកណ្ដាលអាមេរិកលោកស្រី Beth Hartman ប្រធានធនាគារកណ្ដាលនៅ Cleveland បាននិយាយថាធនាគារកណ្ដាលអាមេរិកអាចនឹងដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះប្រសិនបើសម្ពាធអតិផរណានៅតែបន្តកើនឡើងឥឡូវនេះវិនិយោគិនកំពុងរងចាំមើលទិន្នន័យប្រាក់បៀវត្សមិនមែនកសិកម្មរបស់អាមេរិកដែលនឹងចេញផ្សាយនៅសប្តាហ៍នេះនិងរបាយការណ៍ជាច្រើនទៀតដើម្បីដឹងពីផ្លូវគោលនយោបាយឬបីវត្ថុរបស់ធនាគារកណ្ដាលអាមេរិកចុះឈ្មោះបើកគណនីទិញលក់ហាងឆេងមាសឥឡូវនេះដើម្បីចូលរួមក្នុងក្រុម VIP Signal ក្នុងការទទួលបានតម្លៃទិញលក់ហាងឆេងមាសប្រចាំថ្ងៃនិងការប្រឹក្សាផ្ទាល់ពីហាងឆេងមាសជាមួយគ្រូជំនាញដែលមានបទពិសោធន៍15ឆ្នាំតាមរយៈ Telegram ឬលេខទូរស័ព្ទ070 80 5លោកអ្នកក៏អាចតាមដានតម្លៃហាងឆេងមាសអន្តរជាតិប្រចាំថ្ងៃនិងព័ត៌មានសេដ្ឋកិច្ចសំខាន់ៗជុំវិញពិភពលោកនៅលើ Facebook Page និង Channel Telegram របស់ Master Ken Academy សូមអរគុណ